ចលនាដំបូងរបស់ក្មេងស្រីបន្ទាប់ពីការកើតជាថ្មីគឺបែរជាប្រឆាំងនឹងស្វាមីរបស់នាងបានបញ្ជាឲ្យឆ្មាំរបស់នាងរកភ្លាមក្មេងប្រុសមហាវិទ្យាល័យសង្ហាអ្នកបម្រើនោះគឺងឿងឆ្ងល់ប៉ុន្តែក្មេងស្រីនោះសឹកប្រាប់ផែនការរបស់នាងស្វាមីរបស់នាងគ្មានប្រយោជន៍ទេដូច្នេះនាងចង់បានសែនកាន់តែប្រសើរសម្រាប់កូនរបស់នាងនៅក្នុងនាងជីវិតអតីតកាលស្វាមីរបស់នាងបានលួចនាងសំណាងជាមួយស្រីកំណានរបស់គាត់នឹងកូនប្រុសខុសច្បាប់ហើយគាត់ថែមទាំងសម្លាប់នាងទៀតផងដោយឈាមត្រជាក់នៅរបួនក្មេងស្រីស្បត់ថានឹងរស់នៅសម្រាប់តែខ្លួនឯងឆ្មាំបានបញ្ជូនសត្វព្រាបទៅជាមួយនាងយ៉ាងលឿនសារទៅកាន់បុរសអាត់កំបាំងបុរសនោះបានអានសារខុសដោយគិតថានាងចង់មានកូនរបស់បុរសម្នាក់ទៀតជាជាងទុកនាងចោលប្តីឥតប្រយោជន៍ប៉ុន្តែបុរសម្នាក់នេះលួចស្រឡាញ់នាងអស់ជាច្រើនឆ្នាំហើយគាត់បានប្រកាសថាមានតែម្នាក់គត់ដែលសមនឹងផ្ដល់ឲ្យកូនរបស់នាងបានងូតទឹកនៅថ្ងៃបន្ទាប់ក្មេងស្រីនោះបានដើរត្រង់ទៅសាកលវិទ្យាល័យនាងបានប្រាប់អ្នកយាមឲ្យរកក្មេងប្រុសម្នាក់ឈ្មោះថមគ្រូឆ្មាំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនាងដឹងថាសិស្សម្នាក់ឈ្មោះប៉ុន្តែក្មេងស្រីញឹមការកើតជាថ្មីមានបានប្រាប់នាងរួចហើយអំពីអនាគតឆ្មាំបានរីកាអ្វីគ្រប់យ៉ាងដោយសម្ងាត់ទៅបុរសអាត់កំបាំងវាបានបង្ហាញថាគាត់គឺជាចារកម្មសម្ងាត់របស់បុរសម្នាក់នេះនៅតាមផ្លូវការស្ដាប់នេះបុរសអាត់កំបាំងព្រះអង្គម្ចាស់រាជានុសិទ្ធផ្ទុះឡើងដោយកំហឹងតើគាត់អាចចាញ់អ្នកខ្លះដោយរបៀបណាក្មេងប្រុសមហាវិទ្យាល័យមួយសន្ទុះក្រោយមកព្រះអង្គម្ចាស់រាជានុសិទ្ធហាក់ដូចជាគួរឲ្យអាណិតណាស់ឆ្មាំបានទទួលស្គាល់ដោយឆ្កងថានេះជារបស់គាត់ក្រុមការព្រះអង្គម្ចាស់រាជានុសិទ្ធបានស្បោះចំពោះប្រភេទនេះក្មេងស្រីដែលមានចិត្តល្អប្រកបជានឹងជួយសង្គ្រោះគាត់ហើយគាត់នឹងប្រើឱកាសនោះដើម្បីនៅក្បែរនាងនៅក្បែរជារៀងរហូតឆ្មាំស្មោះត្រង់ថែមទាំងបានផ្ដល់ឲ្យលើកមេដៃឲ្យគាត់ឆាប់នេះឆ្មាំសម្ងាត់បាននាំក្មេងស្រីនោះមកចាប់ហើយព្រះអង្គម្ចាស់រាជានុសិទ្ធបានដួលរលំជើងខាងស្ដាំយ៉ាងខ្លាំងរបស់ក្មេងស្រីនោះភ្នែកបើកធំដោយការភ្ញាក់ផ្អើលប៉ុន្តែជំនួសមកវិញដោយប្រុងប្រយ័ត្នអ្នកយាមរបស់នាងបានសរសើរគាត់ឥតឈប់ឈរគាត់ថែមទាំងអះអាងថាបុរសម្នាក់នេះគឺជាល្អឥតខ្ចោះសម្រាប់ឪពុកកូនក្នុងនាមជាអ្នកគ្រប់គ្រងនៃវគ្គដំបូងដឹងហើយថាក្មេងស្រីនោះកាលជាថ្មីនាងបានបោះបង់ចោលស្វាមីក្បត់របស់នាងហើយបានស្បត់ថានឹងស្វែងរកសុភមង្គលផ្ទាល់ខ្លួនពេលលើដូច្នោះព្រះអង្គម្ចាស់រាជានុសិទ្ធបានស្បត់ថាគាត់ត្រូវតែឈ្នះចិត្តនាងប៉ុន្តែជំនួសឲ្យការដោយប្រើប្រាស់អំណាចឬមនោសញ្ចេតនាគាត់បានជ្រើសរើសអាណិតណាស់ពេលក្មេងស្រីនោះបែរខ្លួនទៅចាក់ចេញគាត់ដួលហើយចាប់ឧជើងរបស់នាងឆ្មាំសម្ងាត់បានដើរដោយក្តីបារម្ភប៉ុន្តែក្មេងស្រីនោះបានឃើញគាត់ភ្លាមស្លៀកសម្លៀកបំពាក់ថ្លៃបែបនេះហើយនៅតែសំទាននៅលើដីគាត់ប្រកាសជាឈួតហើយនាងបានទាត់គាត់ចេញហើយរត់ចេញទៅដោយបន្សល់ទុកព្រះអង្គម្ចាស់ភ្នាក់ងាររមៀលខ្លួនដោយឆ្កងនៅលើដីឆ្មាំបានចំអកឲ្យគាត់តើនេះមែនទេក្មេងស្រីចិត្តល្អដែលអ្នកបាននិយាយប៉ុន្តែព្រះអង្គម្ចាស់រាជានុសិទ្ធកោតសរសើរនាងកាន់តែខ្លាំងឡើងបានអះអាងថានាងពូកែដោយឃើញតាមរយៈគម្រោងរបស់គាត់យ៉ាងងាយស្រួលអ្នកយាមដកដង្ហើមធំព្រះអង្គម្ចាស់រាជានុសិទ្ធអ្នកគឺជាធ្ងន់ទោះបីជាមានល្បិចករបស់គាត់ក៏ដោយព្រះតីរបស់ព្រះអង្គម្ចាស់រាជានុសិទ្ធគឺមុតស្រួចត្រង់បានបញ្ជូនក្មេងប្រុសឈ្មោះ Tom Cruise ដោយសម្ងាត់សៀវភៅដ៏កម្រត្រឹមតែមួយយប់ប៉ុណ្ណោះ Tom បានស្បោះគាត់នឹងបញ្ចប់វាទោះបីជាវាមានន័យថាមិនមែនក៏ដោយកំពុងដេកលក់ព្រឹកបន្ទាប់ក្មេងស្រីនោះបានបញ្ជូនឆ្មាំរបស់នាងទៅគោះទ្វាររបស់ Tom ពិតណាស់ Tom បានចំពុកដួលហើយសម្លឹងមើលទៅហត់នឿយឆ្មាំសើចខ្លាំងហើយស្រែកអំពីភាពទន់ខ្សោយរបស់គាត់ក្មេងស្រីនោះចាប់យកឱកាសទេពកោសល្យមានប្រយោជន៍អ្វីប្រសិនបើរាងកាយបរាជ័យនៅពេលនោះព្រះអង្គម្ចាស់រាជានុសិទ្ធបានក្លែងខ្លួនជាសិស្សនាងបានប្រគល់កញ្ចប់ក្រអូបមួយឲ្យនាងបានធ្លាក់ចុះព្រះអង្គម្ចាស់រាជានុសិទ្ធបានរីករាយយ៉ាងខ្លាំងក្នុងការសម្ដែងរបស់ខ្លួននិងសម្រាប់ពេលមួយនាងហាក់ដូចជារំជួលចិត្តប៉ុន្តែមានតែព្រះទេដែលបានធ្វើដូច្នោះដឹងតើនាងពិតជាទម្លាក់កញ្ចប់នោះចោលមែនឬតើឆ្មាំបានប្រគល់វាទៅឲ្យដោយសម្ងាត់ដែរឬទេព្រះអង្គម្ចាស់រាជានុសិទ្ធទ្រង់បានបង្ហាញភ្លាមបង្វិលដំបងដោយប្រើក្បាច់គុនហ្វូដ៏ល្អឥតខ្ចោះឆ្មាំសម្ងាត់បានបំភ្លឺគាត់សង្ហារឹងមាំជានិស្សិតវ័យក្មេងល្អឥតខ្ចោះមានកូនក្មេងស្រីនោះស្ទាក់ស្ទើរប៉ុន្តែមានអារម្មណ៍ថាវាសម្ហេតុផលគ្រាន់តែបន្ទាប់មកការបរិច្ឆេទដើមរបស់នាងបានត្រឡប់មកវិញព្រះអង្គម្ចាស់ Regent បានបោះមួយគ្រាប់ភ្លាមអាវុធធ្លាក់ទុកធីមែនបានដួលទៅលើដីព្រះអង្គម្ចាស់រាជានុសិទ្ធបានប្រញាប់ប្រញោលទៅទុកគាត់ស្រែកខ្លាំងអ្នកខ្សោយពេកហើយធ្វើឲ្យប្រកាសថាក្មេងស្រីនោះបានឬក្មេងស្រីនោះទីបំផុតបានធ្វើការសម្រេចចិត្តរបស់នាងបានបញ្ជាឆ្មាំរបស់នាងដើម្បីរៀបចំការណាត់ជួបជាមួយខំសិស្សធ្វើនាងនៅតែមិនដឹងការពិតរបស់គាត់អត្តសញ្ញាណនៅថ្ងៃដែលពួកគេអង្គុយដាច់ដោយឡែកពីគ្នាអេក្រង់សូត្រក្មេងស្រីនោះបាននិយាយដោយផ្ទាល់នាងគ្រាន់តែចង់បានម៉ាន់តូដើម្បីមានកូនហើយនាងនឹងបង់ប្រាក់ឲ្យគាត់ដោយសប្បុរសព្រះអង្គម្ចាស់រាជានុសិទ្ធស្ទើរតែផ្ទុះសំណើចប៉ុន្តែគាត់ព្រួយបារម្ភយ៉ាងឆាប់រហ័សថានឹងនិយាយមែនហើយធ្វើឲ្យគាត់មើលទៅរាក់ដូច្នេះគាត់ធ្វើពុតជាបដិសេធលើមូលដ្ឋានសិលធម៌ក្មេងស្រីបានឃើញតាមរយៈទង្វើរបស់គាត់ហើយប្រាប់ឆ្មាំឲ្យបញ្ជូនត្រង់ទៅឆ្ងាយព្រះអង្គម្ចាស់រាជានុសិទ្ធដោយភ័យស្លន់ស្លោគាត់បាននិយាយចេញមកភ្លាមគាត់មានក្មួយប្រុសម្នាក់អ្នកណាត្រូវការលុយវះកាត់ហើយគាត់គឺជាមានឆន្ទៈក្នុងការទទួលយកកិច្ចព្រមព្រៀងនេះនៅកន្លែងណាមួយស្ដេចវ័យក្មេងស្រាប់តែកណ្ដាស់ដូចជាគាត់មានអារម្មណ៍ថាមាននរណាម្នាក់កំពុងជេរប្រមាថគាត់ព្រោះព្រះអង្គម្ចាស់រាជានុសិទ្ធតាមពិតទៅគឺជារបស់ព្រះអង្គផ្ទាល់ពូ